ស្វាគមន៍មកកាន់ដំណើរកម្សាន្តនៅប៉ៃអឺរ៉ុបពាក់ពីគឺយើងមកដល់ប្រទេសអេស្ប៉ាញបន្ទាប់ពីយើងហោះហើរចេញពីទីក្រុងស៊ូរិចនៃប្រទេសស្វីសមកដល់ប្រទេសអេស្ប៉ាញភ្លាមអាកាសធាតុ3អង្សាសេលាយឡំជាមួយនឹងភ្លៀងតិចៗដែលធ្វើឲ្យដើមឈើជាមួយនឹងរុក្ខជាតិផ្សេងៗគឺលាស់ខៀវខ្ចីហើយបរិយាកាសក៏ស្រស់ស្រាយខ្យល់អាកាសក៏បរិសុទ្ធល្អហើយម្នាក់គឺគាត់រងចាំ check in ចូលសន្តាគារអញ្ចឹងនេះគឺជាបរិយាកាសនៅជុំវិញសន្តាគារដែលពួកខ្ញុំរស់នៅពេល check in ហើយយើងចូលមកដល់សន្តាគារគឺការដេគ័រគឺមានភាពប្លែកធំទូលាយនិងមានផាសុកភាពផ្នែកមួយនេះគឺជាកន្លែងដែលគេទទួលទានអាហារពេលព្រឹកដែលអមទៅដោយកញ្ចក់គ្រប់ពណ៌ហើយផ្នែកខាងលើនៃអគារគឺគេប្រើប្រាស់កញ្ចក់ពណ៌សដែលធ្វើឲ្យអគារទាំងមូលមានពន្លឺជះចូលគ្រប់គ្រាន់ហើយឥឡូវយើងបានសោហើយយើង check in ចូលមកដល់បន្ទប់របស់យើងមើលឃើញថានៅក្នុងបន្ទប់មានសភាពធំទូលាយដោយគេបែងចែកនៅបន្ទប់ទទួលភ្ញៀវកន្លែងចំអិនបន្ទប់ទឹកបន្ទប់គេងដាច់ដោយឡែកពីគ្នាវាប្រៀបបានដូចជាខុនដូមួយទៅហើយតោះនាំគ្នាចូលមើលសភាពខាងក្នុងនៃបន្ទប់ទាំងអស់គ្នាបន្ទាប់ពីយកសម្ភារៈដាក់ចូលក្នុងបន្ទប់រួចរាល់ហើយក៏នាំគ្នាដើរលេងបន្តិចនៅជុំវិញនឹងបន្តិចពួកឯងនៅសល់ពេលច្រើនដែរហើយអ្នកខ្លះគាត់យកវ៉ាលីតាមខ្លួនហ្នឹងមិនមែនយកក្អាវទេណាបងប្អូនគឺគាត់ត្រៀម shopping ប្រេនប៉ុន្តែខ្ញុំនេះចេះឆ្ងល់ថាមិនក៏នៅតាមហាងគេបិទអស់អញ្ចឹងស្ងាត់ជ្រាបមែនថ្ងៃហ្នឹងពួកអីយើងមកដល់ចំថ្ងៃអាទិត្យហើយយើងអត់ដែរមកលេងពីមុនមកអត់ដឹងថាថ្ងៃសុក្រសៅរ៍អាទិត្យគឺគេហាងនៃហាងដែលមានម្ចាស់ហាងជនជាតិអឺរ៉ុបមួយចំនួនធំគឺគាត់អត់ធ្វើការទេហើយក៏គាត់អត់បើកហាងដែរគឺគាត់បិទទាំងអស់គឺភាគច្រើនគឺមានតែហាងដែលជាម្ចាស់ជនជាតិចិនតែប៉ុណ្ណោះWith a smile on my face, what's up with this happy tune in my space? Hands up if you're ready to have some fun tonight, cause it's always a fun time. Slept in my pajamas like a child, hopped into a car, drive me wild. Woke up with a smile on my face, what's up with this happy tune in my space? Hands up if you're ready to have some fun tonight, cause it's always a fun time. Slept in on my pajamas like a child, hopped into a car, drive me wild. បន្ទាប់ពីផ្ដិតយកទេសភាពតាមដងផ្លូវរួចមកពួកយើងបានបន្តដំណើរឆ្ពោះមកកាន់ស្ទូបជ័យជំនះ Victoria ដែលស្ថិតនៅក្នុងទីក្រុង Bilbao និង Victoria Gasteiz ជាទីក្រុងសំខាន់ពីរក្នុងតំបន់ Basque Country នៃប្រទេសអេស្ប៉ាញដែល Bilbao ជាទីក្រុងធំនៅ Basque Country ដែលល្បីល្បាញដោយសារតែការផ្លាស់ប្ដូរខ្លួនពីឧស្សាហកម្មកំពង់ផែទៅជាមជ្ឈមណ្ឌលវប្បធម៌និងទេសចរណ៍ទំនើបចំណែកឯ Victoria Gasteiz ជារាជធានីផ្លូវការរបស់តំបន់ Basque Country ព្រមទាំងល្បីល្បាញដោយសារតែមានទីធ្លាពណ៌បៃតងដែលផ្សារភ្ជាប់ជាមួយនឹងការពង្រឹងនៃគុណភាពជីវិតវាបានជាប់ជាទីក្រុងបៃតងឬក៏គេហៅជាភាសាអង់គ្លេសថា Green Capital Cathedral with a smile, whoa. Woke up with a smile on my face. What's up with this happy tune in my space? Hands up if you're ready to have some fun tonight, cause it's always a fun time. Slept in on my promise like a child, hopped into a car, drive me wild.
Woke up with a smile on my face. What's up with this happy tune in my space? Cause it's always a fun time. Woke up with a smile. 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 Woke up with a smile on my face. Woke up with a smile on me. Oh. Woke up with a smile. Slept in on my promise like a child. Hopped into a car, drive me wild. Slept in on my promise like a child. Hopped into a car, drive me wild.បន្ទាប់មកយើងកាត់មកដល់ថ្ងៃថ្មីគឺដល់ថ្ងៃដែលក្រុមនិស្សិតរបស់យើងចូលរៀនម្ដងអញ្ចឹងក្រោយពីហែហោមគាត់ចូលរៀនរួចរាល់ហើយគឺដល់ពេលអ្នកហែហោមហ្នឹងដើរលេងម្ដងបន្ទាប់មកយើងបានធ្វើដំណើរឆ្ពោះទៅកាន់ព្រះវិហារ Santa Maria ដោយឆ្លងកាត់នៅសួនច្បារដ៏ធំដែលមានទីធ្លាធំខ្លាំងហើយជាមួយនឹងអមទៅដោយទេសភាពពណ៌បៃតងដើមឈើចម្រុះពណ៌វាស្មៅខៀវខ្ចីដែលធ្វើឲ្យយើងត្រជាក់ភ្នែកនិងប្លែកអារម្មណ៍មួយបែបដែរហើយមួយសន្ទុះក្រោយមកយើងបានមកដល់ព្រះវិហារ Santa Maria ហើយដែលជាព្រះវិហារចំណាស់ដ៏ល្បីល្បាញដោយសារតែកម្មវិធីទេសចរដែលគេឲ្យឈ្មោះថា Open for Work ដែលអនុញ្ញាតឲ្យភ្ញៀវទេសចរចូលមើលការងារជួសជុលរបស់គេក្រោយពីចំណាយពេលទស្សនាព្រះវិហារ Santa Maria រួចមកយើងក៏ឆ្ពោះដំណើរទៅកាន់ស្ថានីយ៍រថភ្លើងដើម្បីយើងជិះរថភ្លើងធ្វើ City Tour ម្ដងដោយសារតែម្នាក់រៀងចុកជើងណាស់ដែរអញ្ចឹងដើម្បីចង់ឃើញទេសភាពទីក្រុងទាំងមូលអញ្ចឹងមានតែយើងជិះរថភ្លើងម្ដងកុំឲ្យហត់នឿយខ្លាំងពេកនេះជាសកម្មភាពដែលយើងជិះឡានក្រុងយើងបានទស្សនានៅហាងទំនិញមួយចំនួនហាងលក់វត្ថុអនុស្សាវរីយ៍ក៏ដូចជាបរិយាកាសនៅជុំវិញទីក្រុងគេហើយក៏ជាពេលវេលាដែលយើងអាច relax ជើងយើងបានខ្លះដែរដើម្បីធ្វើដំណើរដើរបន្តទៀតនៅស្ថានីយ៍ខាងមុខចាមានយើងឃើញថាមានហាងមួយចំនួនគេបើកដំណើរការក៏មានហាងមួយចំនួនមិនទាន់ដំណើរការដែរដោយសារតែថ្ងៃច័ន្ទគឺម្ចាស់ដែលជនជាតិអេស្ប៉ាញមួយចំនួនគាត់នៅសល់ចំហាយគាត់អត់ទាន់បើកដំណើរការទេហើយអ្នកធ្វើការក៏ដូចគ្នាហើយបន្តមកនេះគឺយើងមកដល់កន្លែងដែលថ្មើរជើងដែលភាគច្រើនជនជាតិអេស្ប៉ាញដែលក្នុងស្រុកជាមួយនឹងជនជាតិបារាំងក៏ដូចជាភ្ញៀវអន្តរជាតិផ្សេងៗគឺគេមកទស្សនានិងមកផ្ដិតយកទេសភាពសំណង់អគារក៏ដូចជាថតរូបបែប fashion style បែបសម័យបុរាណក៏ដូចជាព្រមទាំងមកទស្សនាព្រះវិហារនៅលើភ្នំគេផងដែរប៉ុន្តែថ្ងៃដែលយើងទៅនេះគឺចំព្រះវិហារគេអត់បើកគេអញ្ចឹងមានតែយើងទស្សនាផ្នែកខាងក្រៅនៃព្រះវិហារនិងផ្ដិតយកទេសភាពនៅជុំវិញព្រះវិហារនោះតែប៉ុណ្ណោះបន្ទាប់ពីចំណាយពេលទស្សនាក៏ដូចជាថតរូបផ្ដិតយកទេសភាពក៏ដូចជាថតរូបលើសំណង់អគារផ្សេងៗនៅទីនោះរួចមកយើងក៏បន្តដំណើរចូលទៅហាងរបៀបឡាគីដើម្បីទិញផ្លែឈើក៏ដូចជាសូកូឡាឬក៏របស់ញ៉ាំអីបន្តិចបន្តួចទុកញ៉ាំនៅពេលយប់ឡើងបន្ទាប់មកក៏យើងចេញពីកន្លែងនោះទៅយើងធ្វើដំណើរឆ្ពោះទៅកាន់ផ្សារដើម្បីយកទិញសម្លៀកបំពាក់គ្រឿង make up ទឹកអប់ឬក៏វត្ថុអនុស្សាវរីយ៍ខ្លះដើម្បីផ្ញើអ្នកផ្ទះប៉ុន្តែមើលទេសភាពនៅតាមផ្លូវហើយជាមួយនឹងពណ៌ដើមឈើអមនៅតាមផ្លូវរបស់គេគឺធ្វើឲ្យយើងមានអារម្មណ៍ថារំភើបត្រជាក់ relax enjoy ជាមួយនឹងការដើរឆ្ពោះទៅកាន់ផ្សារទោះបីវារៀងឆ្ងាយក៏ដោយប៉ុន្តែយើងអត់មានអារម្មណ៍ថាហត់ទេដោយសារតែទេសភាពរបស់គេគឺ fresh មែនទែនហ
ហើយអមទៅដោយសីតុណ្ហភាព13ទៅ14អង្សាសេដូចយើងនៅក្នុងបន្ទប់ម៉ាស៊ីនត្រជាក់អញ្ចឹងអត់មានអារម្មណ៍ថាហត់នឿយអស់កម្លាំងឬក៏បែកញើសអីខ្លាំងទេបន្ទាប់មកយើងបានមកដល់ផ្សារគឺយើង shopping ខោអាវដំបូងគេអ្នកខ្លះក៏ទិញសម្លៀកបំពាក់ទៅអ្នកខ្លះក៏ចុះទៅទិញគ្រឿងម៉ាក់យេទឹកអប់ឬក៏វត្ថុអនុស្សាវរីយ៍ផ្សេងៗដើម្បីផ្ញើអ្នកផ្ទះទៅបន្ទាប់មកយើងក៏ចុះទៅដើម្បីឃ្លាពន្ធយើងចុះទៅគេធ្វើឯកសារឲ្យយើងដើម្បីយើងយកទៅពលានយន្តហោះដើម្បីបានតាក់យើងមកវិញហើយចំពោះខ្ញុំនេះលើកទី1ឯដែលទៅទិញអវ៉ាន់ហើយទៅឃ្លាតាក់មកវិញដល់ពេលឃ្លាមកបានប្រហែលជាជាង100 អឺរ៉ូដល់ពេលគិតលុយដុល្លារចូលចិត្ត200 ដុល្លារដែរបងប្អូនអញ្ចឹងលុយហ្នឹងយើងយកអាចទិញខោអាវឬក៏ញ៉ាំអាហារអីល្អៗបានច្រើនពេកដែរចេញពីសាទំនើបទៅគឺដល់ពេលដែលនិស្សិតរបស់យើងចេញពីរៀនល្មមអញ្ចឹងក៏ដល់ពេលអាហារពេលថ្ងៃល្មមដែរគឺយើងបន្តដំណើរទៅញ៉ាំអាហារពេលថ្ងៃនៅហាងនៅចិត្តហ្នឹងដែលជាហាងរបស់ជនជាតិចិននិយាយទៅមកអឺរ៉ុបជើងនេះសំណាងដែរបងប្អូនពីព្រោះអីយើងមកជាមួយនឹងធัวគ្នាយើងសតដែលជាក្រុមគ្រូពេទ្យហ្នឹងអញ្ចឹងគាត់ហៅតាអាហារបែបអាស៊ីឯងឲ្យពួកយើងញ៉ាំមកបើគាត់យកអាហារតាមបែបអេស្ប៉ាញឬក៏តាមបែបអឺរ៉ុបបែបពួកខ្ញុំដួអស់ហើយអត់បានដើរលេងដល់ជាង10ថ្ងៃអញ្ចឹងទេហើយអាហារពេលថ្ងៃត្រង់នេះក៏ជាអាហារចុងក្រោយគេដែរនៅប្រទេសអេស្ប៉ាញព្រោះអីស្អែកយើងត្រូវហោះហើរចេញពីបៀបាវហ្នឹងទៅកាន់ឌូបៃហើយចេញពីឌូបៃទៅកាន់សិង្ហបុរីចេញពីសិង្ហបុរីបានយើងមកដល់ស្រុកខ្មែរយើងគឺយើងធ្វើការ transit 3តង់ដូចយើង transit ការយើងហោះហើរទៅកាន់សិនណែវត្បូងដែរហើយនេះគឺជាពលានយន្តហោះនៃទីក្រុងបៀបាវពលានយន្តហោះគេគឺធំខ្លាំងមែនតើបងប្អូនដល់ថ្នាក់យើងត្រូវជិះរថភ្លើងយកទៅឃ្លាតាក់នៅជាន់ក្រោមដីមួយទៀតចឹងអត់នឹកស្មានថាវាធំយ៉ាងហ្នឹងទេហើយនេះផ្លេចគឺឡើងដល់យន្តហោះហើយអញ្ចឹងដំណើរកម្សាន្តនៃប៉ែកអឺរ៉ុបវគ្គ2របស់យើងខ្ញុំគឺមានតែត្រឹមប៉ុណ្ណឹងសង្ឃឹមថាយើងជួបគ្នានៅដំណើរកម្សាន្តនៅប្រទេសផ្សេងៗទៀតនៅវគ្គក្រោយបាយបាយ